បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីនេះគឺសូមឆ្លើយតបខមមិនបងប្អូនយើងមួយគាត់សួរថាបងតើទន្សាយអាយុប្រមាណវារោឈ្មោលបាទអញ្ចឹងគឺសំដៅទៅលើទន្សាយញីវារោឈ្មោលអញ្ចឹងប្រហែលខែបានអាឈ្មោលវាចេះជន់មេបាទអញ្ចឹងទន្សាយវាអាយុកាលរបស់វានៃការចេះជន់មេនៃការរោឈ្មោលគឺវាខុសគ្នាបន្តិចតាមពូជតាមអំបូរតាមអីចឹងណាបងប្អូនគាត់ថាជាទូទៅភាគច្រើនចន្លោះពី5ទៅ6ខែរោឈ្មោលហើយមីញីបាទហើយអាឈ្មោលជាទូទៅគឺ6ទៅ7ខែវាចេះជន់មេពេញបាទ5 6ខែវាដេញដល់ស្ទើរអាឈ្មោលណាបាទអញ្ចឹងបើញី5ទៅ6ខែចន្លោះហ្នឹងឈ្មោលចន្លោះ6ទៅ7ខែចេះជន់មេពេញអញ្ចឹងដោយទន្សាយខ្លះវាលោតដល់6ខែជាង7ខែក៏មានដែរបាទនិយាយឈ្មោះខ្លះទៅវាអាច7 8ខែអញ្ចឹងទៅណាប៉ុន្តែជាទូទៅចន្លោះពី5ទៅ6ខែមីញីវារោឈ្មោលហើយបាទអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានរាល់វីដេអូរបស់ខ្ញុំបាទ